vậy tới cơn một á đã mua trên rau mong bông nè rồi chết thử nè mà tao bông bông đang nè mà ngày đang đây cái giờ mà cái lọc oyster nhâm bên bông bông nè mình oyster bây giờ nè tầm nồng ấy chả chẳng máu hãy thôi thum thê đó bông nè cho bò một cái này chẳng mà nè tôm bờ táo tao máu như đã cho mồi đang tịch thấy có con hôm salmon máu bông nè chả mà nè cái cho bò cho cái này mà ôi tầm nồng à bông nè hay tao máu đã sai một bây giờ mà nè bông nè ta lấy tập lụa má lại mùi xoài má mùi xoài một tí mà bồn này nè rồi bỏ chanh cho bồn nè đã mùi chín rau rồi trượt lại pha mắt vậy tới cơn một á đã mùi chín rau mà bồn nè rồi chết thử nè mà tao bông bồn này mà ngày nay cái giờ mình nhắm thấy chui tới đây bông bồn hè tay nó mà cắt nông vịt ốp to bông bồn khơi tao mong bông bồn nè thọp cả mong tới á complete chui comment mùi phong nè bông bồn này mùi sạch thấy chui bao giờ nè anh ấy mà cả lò ní pi thong ní bông bồn nó nè mà cả lò chứ bông bồn ai cả mong tam lấy telegram nhóm ban tani rồi chết ao mong tôi bông bồn nó hay mình nè dừng list bảy chục mà tao sai chẳng ngay nhá trong có hôm bông bồn thời mình ta làm ngày trong sắp đáy đừng tự em mong một bộ nó nè thì đại cho mùi nâng lật chập lưu á nè bộ mình sạch theo chua hấp này là bộ cho cái món pi đống này mà cái lồ ni lấy telegram bao nhiêu mà tao bộ đó nè đang nhom mà prapi biệp nhằm thể nhiên ai mê được chết ngang chừng họ đón bộ đó nè đôi bộ ban cười những thể nhiên nhom níคือញោមបានបកស្បែកវាចេញណាបងប្អូនអរគ្នាហើយរបៀបបកគឺងាយស្រួលហើយពេលយើងញ៉ាំទៅវាអាចស្និទ្ធមាត់ជាងរដងណានេះបងប្អូនរដងទិញតែញៀនមកគឺវាមានស្បែកអញ្ចឹងណាបងប្អូនគ្នាបងប្អូនបកអញ្ចឹងបងប្អូនចាប់មកកន្លែងក្បាលត្រីចាប់អញ្ចឹងមកនេះហើយបន្ទាប់មកយើងតែងស្បែកវាចេញមកស្រួលទាញនេះបងប្អូននេះតែប៉ុណ្ណឹងមកយើងអាចញ៉ាំបានហើយនេះតែសម្រាប់បងប្អូនអត់មានពេលទេបងប្អូនចង់ញ៉ាំទាំងអញ្ចឹងក៏បានដែរអីទេគ្រាន់ថាបើសម្រាប់ខ្ញុំបកអញ្ចឹងរសជាតិឆ្ងាញ់ជាងរដងបងប្អូននេះឃើញទេបកមកមួយស្បែកវាស្រួលเลยនេះចាំខ្ញុំបកឲ្យមើលមួយទៀតនេះបកអញ្ចឹងមកយើងចាប់កន្លែងក្បាលវាហ្នឹងហើយយើងប្រឡេះវាតិចមកនេះបងឃើញស្រួលបកហើយឃើញហើយយើងញ៉ាំទៅវាអាចស្និទ្ធមាត់ជាងពេលយើងអត់បកស្បែកនេះមកដាក់ទៅមួយទឹកត្រីញៀនអញ្ចឹងមកទឹកត្រីញៀនយើងធ្វើនេះឲ្យរសជាតិយ៉ាងហល់តិចមកឆ្ងាញ់បងប្អូននេះហើយពេលយើងញ៉ាំទៅអត់ស្វិតទេពេលរដងយើងញ៉ាំទឹកស្អីរៀងស្វិតណាឆ្ងាញ់នេះសម្រាប់ត្រីញៀននេះដែរបងប្អូនឃើញប្លែកទេអត់មានស្បែកយ៉ាងនេះយើងបកស្បែកចេញអញ្ចឹងបានឆ្ងាញ់បងប្អូននេះហើយយើងដាក់ជាមួយនឹងទឹកត្រីញៀនរបស់យើងមកនេះខាប់ល្អបងប្អូននេះមិនដាក់មួយលឹកចាភ្លូមកទៅម្ដងរបស់ឆ្ងាញ់ចោតបានទេបងនេះជារសជាតិស្ទ្រូប៊េរីមកញ៉ាំមុខហុំអញ្ចឹងណាបបាចាក់អញ្ចឹងបានអាមអូជាតិបងប្អូននេះ
Ôi chết đang bọn nè. Ồ.ឆ្ងាញ់បងប្អូនអរគ្នាសំខាន់ទឹកត្រីកោះកុងនេះហ៎ជ្រលក់មួយអីក៏ត្រូវដែរមន់អាំងគ្រឿងសមុទ្រអីអែមតោះបងប្អូនទាំងគ្នាមករយៈនេះខានញ៉ាំមន់អាំងយូរហើយបងប្អូនគ្នាថ្ងៃហ្នឹងដែរគឺយើងមកញ៉ាំមន់អាំងហើយយើងយកមកជ្រលក់ជាមួយនឹងទឹកត្រីកោះកុងរបស់ហូមសាម៉ុនណាបងប្អូនឃើញដល់ខ្ជូតអញ្ចឹងណាបងប្អូនគ្នាតែបោះខ្មែរណាហើយតែបើសិនជាបងប្អូនចង់រកទិញទឹកត្រីកោះកុងហូមសាម៉ុនបងប្អូនអាចរកទិញនៅគ្រប់ផ្សារទំនើបលាក់គីម៉ាក្រូសានសុកម៉ាក្រូ 6A ម៉ាក្រូនៅសៀមរាបBig C នៅប៉ោយប៉ែតហើយឥឡូវហ្នឹងគាត់ក៏មានដាក់លក់នៅក្នុង Cambo Mart ដែរបងប្អូនគ្នាគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាតោះឥឡូវសុំហាយកាផ្លូវមុនហើយបងប្អូនគ្នាមុនទៅនងហើយបងប្អូនណាញោមមកបងប្អូននេះចូលចិត្តឡាបជាមួយនឹងកាផ្លូវនេះនេះបងប្អូនណាเอามาចាក់អែមសំខាន់ទឹកត្រីកោះកុងនេះហ៎ជ្រលក់មួយអីក៏ត្រូវដែរមន់អាំងគ្រឿងសមុទ្រអីអែមឆ្ងាញ់បងប្អូនគ្នាមន់អាំងក្រៀមចឹងមកចុចជាមួយទឹកត្រីកោះកុងរបស់ហូមសាម៉ុនទៀតរសជាតិឆ្ងាញ់ហើយមួយទៀតបើសិនជាបងប្អូននៅតាមខេត្តចង់កំងហ្នឹងបងប្អូនតាក់ទងទៅពេកហូមសាម៉ុនបាននេះពេករបស់គាត់តោះបងប្អូនទាំងគ្នាមកថ្ងៃនឹងដែរគឺយកមកញ៉ាំខាត់ណាទឹកភ្នែកបងប្អូនមើលសាច់គោរបស់យើងនេះដាក់មួយទឹកត្រីកោះកុងចឹងមករបស់ឆ្ងាញ់បងប្អូនហ្នឹងដាក់មួយជីនរ៉ូរសជាតិក្រូចណារសជាតិក្រូចឆ្មាចេញថ្មីនេះដាក់មករសជាតិជូរតិចៗចុះបងប្អូនណាហើយដាក់មួយសាច់គោរបស់យើងមកណាអូ